ចាសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះបបរគ្រឿងអូនម៉ាឌីឆ្លាតណាគឺម្ដងទៀតហើយបងប្អូនហើយចំពោះរបៀបធ្វើក៏អត់មានអីពិបាកដែរណាបងប្អូនហើយនេះគឺជាបបរដែលខ្ញុំធ្វើឲ្យគាត់រួចរាល់ហើយបងប្អូនមួយចានជ័រហ្នឹងគឺបានរយៈពេល2ថ្ងៃដែរបងប្អូនពួកដោយសារអីមួយរយៈហ្នឹងគឺខ្ញុំរវល់ខ្លាំងមែនតើបងប្អូនអត់សូវមានពេលធ្វើម្ហូបឲ្យកូនទេអឺហើយអញ្ចឹងឥឡូវមកមើលវិធីធ្វើរបស់ខ្ញុំទាំងអស់គ្នាជាងជាដំបូងគឺខ្ញុំបំពងខ្ទឹមឲ្យយើងឡើងឈ្ងុយតិចមកបន្តមកទៀតចាំយើងចាក់ថ្លើមគោបងប្អូនម្ដងនេះគឺខ្ញុំប្រើថ្លើមមកម្ដងមកគឺខ្ញុំប្រើសាច់គោនិងសាច់មាន់តែលើកនេះគឺសូមមកបដូររសជាតិវិញម្ដងគឺប្រើថ្លើមគោចាយើងឆាថ្លើមគោនឹងឲ្យរៀងឆ្អិនតិចមកចាំយើងចាក់ប្រូកូលីចូលចាអឺតិចនិចធ្វើម្ដងនេះគឺដើម្បីឲ្យគាត់រៀនញ៉ាំបន្លែឲ្យបានគ្រប់មុខណាបងប្អូនហ្នឹងហើយបន្លែត្រីសាច់យើងហ្នឹងយើងកុំធ្វើតាមួយមុខណាមួយមុខហ្នឹងណាបងប្អូនមិនថាត្រីមិនថាសាច់អីហ្នឹងគឺយើងត្រូវតែផ្លាស់ប្ដូរបានរាល់ថ្ងៃចឹងទៅចាអញ្ចឹងបន្ទាប់ពីយើងឆាប្រូកូលីយើងបានឆ្អិនតិចហើយគឺយើងចាក់ដំឡូងបារាំងយើងចូលតិចទៅប្រភេទដំឡូងបារាំងគឺជាប្រភេទបន្លែផ្អែមណាបងប្អូនហ្នឹងហើយយើងចាក់ទឹកចូលតិចទៅចាំយើងចាក់បាយចូលចំពោះបាយគឺខ្ញុំប្រើមួយវែកចាមួយវែកធំតែម្ដងណាបងប្អូនយើងប៉ាន់បែបហ្នឹងទៅឲ្យបាយវារៀងខ្លាយទៅជាល្បាយតែមួយទៅហើយយើងរំងាស់ឲ្យវារៀងរីកតិចណាបងប្អូនហ្នឹងហើយរីកអង្ករតិចទៅហើយចាំយើងចាក់ផ្សិតចូលហើយចំពោះផ្សិតក៏អញ្ចឹងដែរគឺខ្ញុំប្រើផ្សិតម្ជុលណាបងប្អូនហ្នឹងហើយចំពោះផ្សិតក៏អញ្ចឹងដែរបងប្អូនត្រូវតែផ្លាស់ប្ដូរឲ្យបានគ្រប់មិនថាផ្សិតអីបងប្អូនត្រូវតែផ្លាស់ប្ដូរដូចតែយើងមនុស្សចាស់យើងញ៉ាំដែរអញ្ចឹងណាបងបន្ទាប់ពីបានឆាបបររីងទឹកប៉ុណ្ណឹងហើយចាំយើងចាក់ពងមាន់ចូលមួយគ្រាប់បងប្អូនចំពោះពងមាន់វិញគឺខ្ញុំចាក់ទាំងពងក្រហមហើយនិងសនឹងទាំងអស់តែម្ដងគឺខ្ញុំអត់មានម្លេចទេណាបងប្អូនបន្តមកទៀតនេះគឺយើងឆាបន្តិចទៀតទៅឲ្យវារីងទឹករៀងខាប់តិចទៅណាហើយយើងទុកឲ្យវាត្រជាក់តិចទៅចាំយើងយកទៅកិនចាចំពោះម៉ាស៊ីនកិនវិញគឺមានតែម៉ាស៊ីនម៉ាកនេះទេបងប្អូនហើយព្រោះខ្ញុំអត់មានបានប្រើថ្មប្រើអីណាដោយសារតែវគ្គនេះគឺខ្ញុំធ្វើបបររៀងច្រើនដូច្នេះគឺខ្ញុំប្រើម៉ាស៊ីនកិនបែបហ្នឹងតែម្ដងទៅហើយយើងកិនកុំឲ្យម៉ត់ខ្លាំងពេកទេបងប្អូនមើលទៅតាមអាយុកាលរបស់កូនខ្ញុំគឺគាត់12ខែគឺខ្ញុំអត់សូវហ៊ានកិនអីរៀងម៉ត់ពេកទេបងប្អូនកិនមកល្មមចឹងទៅណាបងប្អូនហ្នឹងហើយបន្ទាប់ពីបានកិនហើយគឺយើងដាក់ចានជ័រមួយមកឬក៏បងប្អូនមានចានបែបណាសម័យទំនើបបងប្អូនដាក់ទៅណាបងប្អូនហ្នឹងហើយបើខ្ញុំមិនគ្មានសម័យទំនើបអីទេបងប្អូនណាមានតែចានជ័រហើយដួសឲ្យគាត់ញ៉ាំបន្តិចទៅព្រោះពេលនេះគឺខ្ញុំធ្វើពេលយប់ណាបងប្អូនហ្នឹងហើយអានេះគឺខ្ញុំកិនលើកទី2គឺបានប៉ុណ្ណឹងបងប្អូនមួយចានធំហ្នឹងបាន2ទៅ3ថ្ងៃហ្នឹងសម្រាប់កូនខ្ញុំហើយមួយថ្ងៃគឺខ្ញុំឲ្យគាត់ញ៉ាំ3ពេលចាពីពេលហ្នឹងប្រហែលជា4ទៅ5សព្រាបាយយើងណាបងប្អូនចាហើយនេះគឺការដួសឲ្យគាត់ញ៉ាំនឹងឯងបងប្អូននៅពេលដែលគាត់ញ៉ាំបបររៀងប្លែកហើយឆ្ងាញ់ហើយណាមួយត្រូវនឹងយើងបកកែផ្សំគ្រឿងទៀតបងប្អូនណានិយាយពីថាញ៉ាំឆ្ងាញ់ណាស់រហូតបងប្អូនហើយចាអត់ដែរឮកូនថាម៉ាក់អើយឆ្ងាញ់ណាស់អត់ដែរឮទេបងប្អូនទៅពេលគាត់អាយុ12ខែហ្នឹងគឺគាត់ចាប់ដើមចេះនិយាយខ្លះអីចឹងណាបងប្អូននៅពេលដែលគាត់ចេះនិយាយគឺដែលថាធម្មតាបងប្អូនអ្នកម្ដាយគឺមានការសប្បាយចិត្តខ្លាំងមែនទែនបងប្អូនណា